សមុទ្រកាហ្វៀនសមុទ្រកាហ្វៀនជាផ្ទៃទឹកធំជាងគេបង្អស់ក្នុងពិភពលោកសមុទ្រកាហ្វៀនជាប់ទៅនឹងប្រទេសអាស៊ែរបៃហ្សានអ៊ីរ៉ង់កាហ្សាក់ស្ថានរុស្ស៊ីនិងប្រទេសទូមីនីស្ថានសមុទ្រកាហ្វៀនជាសមុទ្របិទតាំងពីប្រហែល 5,500 ឆ្នាំមកហើយដោយសារចលនារស័តនៃទ្វីបហើយកំហាប់អង្បិលបានថយចុះក្រោយពេលដាច់ចេញពីមហាសមុទ្រនៅកំឡុងពេលអាកាសធាតុក្តៅហួតហែងសមុទ្របិទបានរីកប៉ុន្តែគ្រាប់អំបិលដ៏ច្រើនត្រូវបានខ្យល់បក់ចេញពីផ្ទៃសមុទ្រដែលបានស្ងួតហើយក្នុងពេលដែលអាកាសធាតុត្រជាក់សើមអាងនៃសមុទ្រត្រូវបានបំពេញឡើងវិញដោយសារចលនាលំហូរទឹកសាបនាពេលបច្ចុប្បន្នបានធ្វើឲ្យសមុទ្រកាហ្វៀនក្លាយជាបឹងទឹកសាបនៅផ្នែកខាងជើងវាមានជាដំបិលខ្ពស់នៅច្រាំងសមុទ្រខាងអ៊ីរ៉ង់ដែលជាកន្លែងអាងស្តុបទឹកដែលធ្វើឲ្យមានលំហូរទឹកសាបតិចតួចបច្ចុប្បន្ននេះកំហាប់អំបិលនៃសមុទ្រកាហ្វៀនមានប្រហែល 1/3 នៃមហាសមុទ្រនៅលើផែនដីបើនិយាយពីអាកាសធាតុវិញនៅភាគនិរតីនិងខាងត្បូងដែលទទួលកម្ដៅមិនស្មើគ្នាអាស្រ័យដោយតំបន់ដីខ្ពស់ៗនិងជួរភ្នំចម្រុះបម្រែបម្រួលអាកាសធាតុដ៏គំហុកនៅជុំវិញសមុទ្រកាហ្វៀនបានធ្វើឲ្យមានជីវៈចម្រុះប្លែកៗគ្នាយ៉ាងច្រើនប្រទេសរុស្ស៊ីកាហ្សាក់ស្ថាននិងទូមីនីស្ថានបានឯកភាពលើដំណោះស្រាយអំពីការបែងចែកមណ្ឌលរបស់ពួកគេហើយពុំមានបញ្ហាចោទឡើយរវាងកាហ្សាក់ស្ថាននិងទូមីនីស្ថានចំពោះការគ្រប់គ្រងសមុទ្រកាហ្វៀនវិញប្រទេសរុស្ស៊ីកាហ្សាក់ស្ថាននិងទូមីនីស្ថានបានឯកភាពគ្នាលើដំណោះស្រាយអំពីការបែងចែកមណ្ឌលរបស់ពួកគេពុំមានបញ្ហាចោទឡើយរវាងកាហ្សាក់ស្ថាននិងប្រទេសទូមីនីស្ថានចំណែកឯអាស៊ែរបៃហ្សាននិងអ៊ីរ៉ង់បានទាស់ទែងគ្នាលើបញ្ហាតំបន់ប្រេងខ្លះដែលរដ្ឋទាំងពីរបានទាមទារជាច្រើនលើកច្រើនគ្រាដែលកងនាវាល្បាតរបស់អ៊ីរ៉ង់បានបាញ់ប្រហារលើនាវារបស់អាស៊ែរបៃហ្សានដែលបានចូលទៅធ្វើការរុករកប្រេងនៅក្នុងតំបន់ទំនាស់ក្រោយមកមានភាពតានតឹងស្រដៀងគ្នារវាងអាស៊ែរបៃហ្សាននិងប្រទេសទូមីនីស្ថានទំនាស់ខ្លះទៀតគឺបញ្ហារវាងទូមីនីស្ថាននិងអ៊ីរ៉ង់ដោយបានអើពើអំពីជម្លោះនៅផ្នែកខាងត្បូងនៃសមុទ្រកាហ្វៀនកិច្ចព្រមព្រៀងទ្វេភាគីបានធ្វើឡើងជាបន្តបន្ទាប់នៅសមុទ្រកាហ្វៀនខាងជើងដែលមានដូចជារុស្ស៊ីនិងកាហ្សាក់ស្ថានបានចុះហត្ថលេខាលើសន្ធិសញ្ញាដោយផ្អែកតាមអ្វីដែលពួកគេបានបែងចែកសមុទ្រកាហ្វៀនភាគជើងរវាងមណ្ឌលរបស់ពួកគេទាំងពីរដោយខ្សែមែនយ៉ាងមណ្ឌលនីមួយៗគឺជាកម្មសិទ្ធិដាច់ដោយឡែករបស់រដ្ឋនីមួយៗរាប់ទាំងភូតធាតុទាំងអស់រួមទាំងបាតសមុទ្រផ្ទៃខាងលើក៏ជាកម្មសិទ្ធិដាច់ដោយឡែករបស់រដ្ឋនីមួយៗដែររុស្ស៊ីនិងអាស៊ែរបៃហ្សានក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាស្រដៀងគ្នានេះតែអំពីព្រំដែនរួមរបស់ពួកគេកាហ្សាក់ស្ថាននិងអាស៊ែរបៃហ្សានក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាស្រដៀងគ្នាដែរអំពីព្រំដែនរួមរបស់ពួកគេចំណែកឯអ៊ីរ៉ង់មិនទទួលស្គាល់កិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋដែនទឹកទាំងនោះទេអ៊ីរ៉ង់នៅតែបន្តទទូចចង់ឲ្យមានកិច្ចព្រមព្រៀងពហុភាគីរួមរវាងរដ្ឋទាំងអស់